vài người chân hai nâng tôm mà nó tôm ban là nó cháy gì cháy chả ban lên đi anh ấy trong ngõ vào này về bự ọt lái nằm nắng chạy đi tới đào từ mưa từ cồn mưa ca kho trâu đôi ta bị đào chẳng tới nè chà vụ ấy ban quạt màu với nhầm ở con trai bà hôm nay nhóm mình câu vì gì thế và ban màu on bát ngày nào cũng cả tục này nồng niềm kia phục bà đó trắng đó khương tôn máu đôi thang rung phớp bà rung phớp đó trắng o sôm o côn đó ông ca và này bàn chui và đặc nọ mồ vinh đi hai đầm rai đầm rong ao côn cái nhom bán lọ bà ok ta sấy chmo vay pro lăng hoàng phu trong tăng nâng sầm chiếc phu yết na ra em ta pol cùi nuôi chào là cánh tây nền tra bánh cùi sna hà chầm ra cái nhóm ra em pala đôi bạc công pongกระผมอย่างที่tôiดอลทมชั่วโมงขยำมันได้ปราบเงียบสอบเราสาใหม่สกอลพายจ้องสกอลชั่วโมงเตียนเกดาโปร่งเปรียบมันฟูเกพองสระแอมพลาล้อมกล้อเรียงล้อขนองอยู่มาดองบ้องซ้ำสาวใส เ
បើនិយាយឲ្យចំកូននេះដូចជាកូនខ្ញុំឯតាំងពីនៅក្នុងពោះលោះខ្ញុំចាំម្ដាយរហូតមកទល់កើត ហើយបងគាត់ហ្នឹងស្លាប់មួយទៅដល់ហើយបងមួយទៀតនោះរៀនទៅរៀនចប់បានការងារធ្វើបានតែមួយខែស្លាប់ទៀតទៅអញ្ចឹងក្នុងបន្ទុកពិបាកដែរនោះចាគាត់មានប្រពន្ធក្រោយទៀតហ្នឹងទៅបាត់ទៅនៅលើខ្ញុំទាំងអស់ បើនិយាយពីការស្រឡាញ់វិញកូនខ្ញុំអត់ដែលទុកជាក្មួយទេបាទគឺទុកជាកូនរបស់ខ្ញុំគ្រប់គ្រងនៅលើខ្ញុំទាំងអស់បាទ ចានៅលើយើងគ្រប់គ្រងទាំងអស់ហើយបងហ្នឹងបានគាត់ទេបើនេះពេលបងចាប់ទៅហ្នឹងចូលទៅនាំទៅហ្នឹងវាថានាំទៅធ្វើការដល់ពេលមិនធ្វើការវានាំយកទៅលក់ដោយចា បានអរគុណអង្គការដែរបាទបានជួយអង្គការជួយហ្នឹងកុំអីគាត់មិនដឹងយ៉ាងម៉េច អីទៅជាការជួយឲ្យមាននាមបង្កើតជឿជាក់ឬក៏ទុកចិត្តលើគាត់អត់ណារៀងច្រើនដែរអញ្ចឹងយើងจะได้เปรียบ កូនអូតែមកអត់មើលឃើញកូនទេអត់ឃើញគ្រូទេដេកខ្លាញ់របស់កូនហ្នឹងបងថ្ងៃសប្បាយដើម្បីកូន សប្បាយចិត្តដល់ដែលមានកូនអញ្ចឹងហ៎ មានកូនខំប្រឹងរលុយ ចា មានសប្បាយចិត្តទេបាយចិត្តខ្លាំងខំមួយបាក់ចិត្តមកបាក់ចិត្តតែតកូនអត់ចូល ឥឡូវកូនមានជីវិតថ្មីហើយម៉ាក់គាត់ឈប់បារម្ភទៅកូនមានជីវិតថ្មីហើយ តែថ្ងៃគ្រូចង់ឃើញមកកូនណា អូយចង់ឃើញមកកូននេះ តែអត់ឃើញមកកូនទេដឹងមកកូនមកទេ និយាយទៅធ្វើការនេះគឺខ្ញុំផុសចេញពីក្តីស្រឡាញ់ចេញពីបេះដូងខ្ញុំចង់ឲ្យគាត់រឹងមាំខ្វះភាពកក់ក្ដៅពីក្រុមគ្រួសារនៅពេលដែលគាត់មកនៅជាមួយយើងគឺយើងប្រៀបដូចគាត់ជាកូនយើងអញ្ចឹងយើងយកគាត់ដូចជាកូនយើងគាត់យំតែឯងយំយកមកដូចថាគាត់និយាយទៅគាត់បាក់ទឹកចិត្តខ្លាំងណាគាត់យំនៅពេលហ្នឹងយើងទៅអោបគាត់យើងទៅលួងគាត់ហើយដល់ក្តីស្រឡាញ់ជួទឹកភ្នែកគឺពេលហ្នឹងគឺបេះដូងគាត់គឺជាថ្នាំព្យាបាលមួយយ៉ាងល្អ
យើងដើរតួជាម្ដាយផងដើរជាគ្រូពេទ្យផងដើរតួជាមិត្តភក្តិគាត់ផងបានទៅរួចបើថាយកតួនាទីយើងជាម្ដាយទៅរួចទេគឺខ្ញុំចង់ជួយបេះដូងខ្ញុំចង់ជួយគេចង់ជួយអតិថិជនជាពិសេសខ្ញុំចង់ជួយស្ត្រីដែលរងគ្រោះព្រោះខ្ញុំធ្លាប់ពិបាកទៅអត់ទឹកភ្លៀង នឹងកាក់ដំបងផុតហ្នឹងណាគាត់ទី1ជំនួសឲ្យខកបានមកសុំកុំមកឡើយក៏ស្អាតនៅនឹងបានមួយថ្ងៃស្និទ្ធស្នាលចាទេនៅនឹងបានពីរថ្ងៃក៏មានអារម្មណ៍ថាស្និទ្ធស្នាលមួយម៉ាក់ចិត្តល្អម៉ាក់លេងសើចម៉ាក់មានអីញ៉ាំម៉ាក់ឲ្យធ្វើឲ្យញ៉ាំម៉ាក់គឺម៉ាក់ទី2ហ្មងកក់ក្ដៅហ្មងពីដំបូងបើខ្ញុំវិញមកក៏អាចតែមកផ្លេទេតែមកដល់ម៉ាក់ឲ្យក្អៅចាក់ដល់ថ្មិញនិយាយទៅគ្រឿងប្រដាប់ប្រើប្រាស់មកឲ្យទាំងអស់ប្រើប្រាស់មិនថាម្សៅអីទិញឲ្យលាបតែថ្ងៃហើយបានខទៅអ្នកតែរំនឹងមិនដែរសុវ័យម៉ាក់គិតមិនដែរពេលឥឡូវនេះកូនឲ្យពីមុនកូនមិនទៅនិយាយទៅខ្ញុំពេលដែលខ្ញុំទទួលអតិថិជនដំបូងពេលគាត់មកដំបូងមកពីចិនណាខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកចិត្តណាចាពិបាកខ្លាំងហ្មងសម្រាប់ខ្លួនឯងម៉ាក់ដោយសារអីចង់និយាយថាពីមុនហើយឥឡូវមនុស្សផ្សេងគ្នាមនុស្សផ្សេងពីគ្នាចាពីមុនកូនត្រូវការសប្បាយច្រើនកូនអត់សូវចេះគិតទេតែដល់ទៅពេលកូនមកនៅជាមួយម៉ាក់មួយរយៈម៉ាក់តែងតែផ្ដល់នឹងលើកទឹកចិត្តកូនតែដល់ពេលកូនបានទៅចេញពីផ្ទះម៉ាក់កូនរឹងមាំកូនស្ដាប់ប្រកបម៉ាក់កូនខំប្រឹងធ្វើការមានអនាគតគឺម៉ាក់សប្បាយចិត្តខ្លាំងសប្បាយចិត្តចាគាត់ឥឡូវជាមនុស្សម្នាក់មិនជាក្មេងស្រីទេគាត់ជាស្ត្រីម្នាក់ដែលរឹងមាំចាដែលសង្គមគេទទួលស្គាល់ហើយគាត់ក៏ជាគំរូសម្រាប់ស្ត្រីវ័យក្មេងអ្នកក្រោយឲ្យមើលគំរូគាត់ដែរមានអារម្មណ៍មិនដែរនៅពេលដែលមេខ្យល់ទៅបានចាប់ហើយទៅបានកាត់ទោសឬក៏ទៅបានផ្ដំទោសចូលពន្ធនាគារនិយាយមានអារម្មណ៍បែបនេះខ្ញុំដំបូងខ្ញុំក៏មានអារម្មណ៍ថាអាណិតគាត់ដែរប៉ុន្តែពេលដែលកលេចមើលទៅទង្វើរបស់គាត់ហ្នឹងគឺគាត់ធ្វើបាបខ្ញុំខ្លាំងតែពេលអញ្ចឹងខ្ញុំទទួលយកអត់បានក៏និយាយផ្ទាល់មានអីចង់និយាយទៅកាន់អ្នកដែលមានបញ្ហាដូរហើយគាត់អត់ទាន់បានត្រឡប់មកវិញទេហើយក្នុងចិត្តគាត់ពោពេញតែក្តីព្រួយបារម្ភការពេញខ្លាចអីមានអីចង់និយាយទៅកាន់ពួកគាត់ខ្ញុំចង់ប្រាប់ពួកគាត់ថាកុំបាក់ទឹកចិត្តហើយយើង
ពេលដែលយើងរស់នៅនឹងគឺត្រូវតែយើងខំយើងកុំបាក់ទឹកចិត្តឲ្យសោះជួបបញ្ហាអីដោះស្រាយវានៅមុខសិនកុំបាក់ទឹកចិត្តឲ្យសោះពេលណាដែលយើងបាក់ទឹកចិត្តយើងពិបាកនឹងរស់នៅពេលណាដែលយើងបាក់ទឹកចិត្តទៅយើងអត់អាចនឹងរស់នៅកន្លែងនឹងបានទេអញ្ចឹងជីវិតយើងរស់នៅរាល់ថ្ងៃគឺត្រូវតាមកដល់ស្រុកខ្មែរវិញខ្ញុំលើកទឹកចិត្តឲ្យពួកគាត់កុំបាក់ទឹកចិត្តអនាគតអត់ចង់បានអីច្រើនទេចង់ឲ្យខ្លួនឯងហ្នឹងមានមុខរបរមួយទូចហើយការងារអនាគតគឺមានមុខរបរមួយទូចអាម៉មហើយមានផ្ទះសម្រាប់ខ្លួនឯងហើយពីក្តីស្រឡាញ់គ្រាន់តែជាស្រឡាញ់ធម្មតាប៉ុន្តែវាធំធេងហ្មងពេលដែលយើងបានផ្ដល់ក្តីស្រឡាញ់ឲ្យណាគេម្នាក់ឬក៏យើងធ្វើអីក៏ដោយឲ្យតែចេញពីក្តីស្រឡាញ់គឺវាបរិសុទ្ធទៅលោកគ្រូ